កញ្ញាច័ន្ទសូរីតាក៏ដូចជាប្អូនស្រីចាំងច័ន្ទរាវតីត្រូវបានប្រិមិត្តទស្សនិកជនដែលនិយមស្ដាប់នៅបទចម្រៀងមរតកដើមចាត់ទុកថាអ្នកទាំងពីរគឺជាគ្រាប់ពេជ្រចម្រៀងមរតកដើមថ្មីដែលត្រូវការពេលវេលាដើម្បីដុសខាត់បន្ថែម Suphatra Express បញ្ញាទៅក្រៅប្រទេសឆាប់រហ័សជំនាញនៅក្នុងការវិខ្ចប់បញ្ញារហ័សទៅកាន់ប្រទេសកូរ៉េនិងប្រទេសជប៉ុនក្នុងតម្លៃ1គីឡូត្រឹមតែ$7តែប៉ុណ្ណោះ បងស្រីចាំងច័ន្ទរាវតីក៏ដូចជាកញ្ញាច័ន្ទសូរីតាសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជនដែលជាអ្នកនិយមស្ដាប់នៅបទចម្រៀងមរតកដើមជាពិសេសគឺបទចម្រៀងរបស់រាជិនីសម្លេងមាសរស់ស្រីសុធាក៏ដូចជារាជិនីសម្លេងសារិកាកែវប៉ែនរ៉នក្នុងនោះផងដែរប្រិយមិត្តទស្សនិកជនក៏បានចាត់ទុកអ្នកទាំងពីរគឺជាពន្លកសិល្បៈការិនីចម្រៀងមរតកដើមជំនាន់ថ្មីដែលត្រូវការពេលវេលាបន្ថែមដើម្បីដុសខាត់សមត្ថភាពឲ្យកាន់តែប្រសើរចំពោះកញ្ញាច័ន្ទសូរីតាដែលបានបោះជំហានចូលមកក្នុងវិថីសិល្បៈផ្នែកចម្រៀងមរតកដើមមុនប្អូនស្រីចាំងច័ន្ទរាវតីនោះប្រិមិត្តបានមើលឃើញអំពីភាពត្រចះត្រចង់របស់កញ្ញាច័ន្ទសូរីតានៅលើវិថីសិល្បៈដោយកញ្ញាច័ន្ទសូរីតាមានឱកាសនៅក្នុងការចូលរួមបកស្រាយបទចម្រៀងនៅក្នុងវង់តន្ត្រីលំដាប់អភិជនជាច្រើនក្នុងនោះមានដូចជាវង់តន្ត្រីលោកប្រាក់សុគន្ធជាពិសេសទៀតនោះគឺកញ្ញាតែងតែបង្ហាញវត្តមានជាញឹកញាប់នៅក្នុងវង់តន្ត្រីសុខាសាក់សូហ្វូនក្រៅតែពីការបកស្រាយបទចម្រៀងនៅតាមវង់តន្ត្រីលំដាប់អភិជនខាងលើក្នុងនោះកញ្ញាច័ន្ទសូរីតាក៏ធ្លាប់បានបង្ហាញសមត្ថភាពនៃការបកស្រាយបទចម្រៀងតាមរយៈកញ្ចក់ទូរទស្សន៍ផងដែរក្នុងនោះមានដូចជាស្ថានីយ៍ទូរទស្សន៍ CTN និងកម្មវិធីចម្រៀងគ្រួសារខ្មែរក៏ដូចជាកម្មវិធី Sri Fan Cambodia របស់ស្ថានីយ៍ទូរទស្សន៍បាយ័នផងដែរក៏លេចមកកាន់ប្អូនស្រីចាំងច័ន្ទរាវតីដែលមានដើមកំណើតមកពីខេត្តពោធិ៍សាត់ដែលបានបោះជំហានបន្តិចម្ដងចូលមកក្នុងវិថីសិល្បៈតាមរយៈការផ្ទុះការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកជននៅវីដេអូចម្រៀងនៃការបកស្រាយមរតកដើមរបស់ប្អូនស្រីហើយក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការគាំទ្រនិងបណ្ដាសារព័ត៌មានជាច្រើនបានចុះទៅសម្ភាសន៍និងបានចុះផ្សាយអំពីជីវប្រវត្តិរបស់ប្អូនស្រីហើយក៏ទទួលបាននូវការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកជនមកទល់នឹងសពថ្ងៃមកទល់នឹងពេលនេះប្អូនស្រីចាំងច័ន្ទរាវតីមិនទាន់បានចូលរួមបកស្រាយបទចម្រៀងទៅតាមកម្មវិធីក៏ដូចជាវង់តន្ត្រីលំដាប់អភិជនណាមួយឡើយប៉ុន្តែប្អូនស្រីចាំងច័ន្ទរាវតីធ្លាប់បានឡើងទៅបង្ហាញសមត្ថភាពបកស្រាយបទចម្រៀងមរតកដើមតាមរយៈកម្មវិធីចម្រៀងគ្រួសារខ្មែរក៏ដូចជាកម្មវិធី Sri Fan Cambodia របស់ស្ថានីយ៍ទូរទស្សន៍បាយ័នចំនួន2ដងផងដែរចំពោះចំណង់ចំណូលចិត្តរបស់ប្អូនស្រីចាំងច័ន្ទរាវតីក្រោយពីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិប្អូនស្រីចាំងច័ន្ទរាវតីមានបំណងនៅក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំពោះកញ្ញាច័ន្ទសូរីតាវិញក្រោយពេលបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិកញ្ញាមានបំណងនៅក្នុងការបន្តការសិក្សាទៅផ្នែកនីតិសាស្ត្រសូមអរគុណប្រិយមិត្តទស្សនិកជនចំពោះការតាមដានទស្សនាសង្ឃឹមថាប្រិយមិត្តទស្សនិកជននឹងរីករាយនៅវីដេអូមួយនេះហើយយើងនឹងវិលមកជួបគ្នាវិញសាជាថ្មីម្ដងទៀតនៅវីដេអូបន្ទាប់សូមអរគុណប្រិយមិត្ត